វីដេអូនេះខ្ញុំនឹងមកបង្ហាញបងប្អូនអំពីរបៀបចូលទៅលុបសំរាមឬក៏លុបមេរោគនៅក្នុងឆាត Messenger និង Facebook របស់គ្នាបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនមិនទាន់បានលុបទេបងប្អូនចូលមកមើលវីដេអូខ្ញុំនេះមកខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងដើម្បីយើងលុបមេរោគឬក៏គេហៅថាសំរាមនៅក្នុងFacebook និងក៏ក្នុងឆាត Messenger យើងដើម្បីឲ្យវាដើរលឿនជាងមុនអញ្ចឹងណាបងប្អូនបាទបើសិនជាបងប្អូនមិនទាន់ចេះបងប្អូនអាចមកធ្វើតាមវីដេអូខ្ញុំបានតែបើសិនជាបងប្អូនចេះហើយបងប្អូនអស់ម្លងទៅអត់អីទេចឹងកុំបាច់ខាតពេលយូរយើងចូលទៅធ្វើទាំងអស់គ្នាទៅបងប្អូនបាទចូលមកមើលវីដេអូខ្ញុំមកខ្ញុំនឹងបង្ហាញដល់បងប្អូនទាំងអស់គ្នាចឹងណាបងប្អូនចូលមកមើលទាំងអស់គ្នាមកវីដេអូដើម្បីចូលទៅលុបមេរោគឬក៏ថាសម្រាមនៅក្នុង Facebook យើងហើយយើងលេងរាល់ថ្ងៃហ្នឹងអានឹងឆាត Messenger ដើម្បីឲ្យទូរស័ព្ទយើងដើរលឿន Facebook យើងដើរលឿនជាងមុនចឹងណាបងប្អូនបាទឬក៏ឆាតយើងដើរលឿនជាងមុនចឹងណាចឹងបងប្អូនចូលមកនេះមកចូលមកកន្លែង Facebook នេះមកបងប្អូនចុចឲ្យជាប់ចឹងមកបន្តមកទៀតបងប្អូនចូលមកលើនេះកន្លែងនេះឡើយខ្ញុំវាឲ្យមើលសិនបងប្អូនចូលកន្លែងនេះបងប្អូនចូលមកកន្លែងនេះមកចុចលើនឹងមកបន្តមកទៀតមកដល់កន្លែងនេះបងប្អូនចុចកន្លែងនេះកន្លែងគេដាក់ការប្រើប្រាស់ទំហំទិន្នន័យបងប្អូនចុចកន្លែងហ្នឹងមកនេះចុចកន្លែងហ្នឹងមកដល់កន្លែងនេះបងប្អូនចូលខាងក្រោមនេះមកនេះសម្អាតឃ្លាំងសម្ងាត់បងប្អូនចុចលើហ្នឹងមកចុចកន្លែងហ្នឹងមកឃើញបាត់ទេបងប្អូនបាទបាត់អស់នេះឃើញ0 MB នេះកន្លែងហ្នឹងបន្តមកទៀតបងប្អូនថយក្រោយវិញបងប្អូនធ្វើក្រោយហើយបងប្អូនចុចទៅកន្លែង Chat Messenger នេះបងប្អូនចុចជាប់មកបន្តមកទៀតបងប្អូនចូលកន្លែងនេះចូលកន្លែងគម្រោងព័ត៌មានកម្មវិធីនេះបងប្អូនចុចកន្លែងទៀតមកដូច Chat ដូច Facebook មិញដែរទេបងប្អូនបាទហើយចុចកន្លែងប្រើប្រាស់ទំហំទិន្នន័យនេះទៀតមកបន្តមកបងប្អូនចុចកន្លែងគេដាក់នេះសម្រាប់ឃ្លាំងសម្ងាត់នេះបងប្អូនចុចកន្លែងហ្នឹងទៀតមកអញ្ចឹងវាធ្វើការលុបមេរោគនៅក្នុង Chat Messenger និង Facebook ឲ្យបងប្អូនបាទអញ្ចឹងវាអាចឲ្យ Facebook យើងអានឹង Chat Messenger យើងដើរលឿនជាងមុនអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរបងប្អូនបាទសូមកុំភ្លេចជួយ share ម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងផ្សេងទៀតក៏បានចេះដែរអញ្ចឹងណាបងប្អូនបាទ